យាមคล้ายជាអ្នកផ្សេងដើម្បីក្តីស្រឡាញ់សាច់រឿងចាប់ផ្ដើមឡើងដោយភាពរឹងរូសរបស់ស៊ូធាននាងនៅតែមិនបោះបង់ការដេញតាមឈិនខែជីទោះបីជាដឹងថាគេជាមនុស្សត្រជាក់ស្រជុំនិងមានមនុស្សស្រីច្រើនតាមចំរោមម្នាក់ក៏ដោយស៊ូធានបានឮថាឈិនខែជីចូលចិត្តក្មេងស្រីដែលមានចរិតជាក្មេងចូលចិត្តលេងសើចនាងក៏សុខចិត្តបដូរស្ទីលខ្លួនឯងទាំងស្រុងមកតែងខ្លួនឲ្យមើលទៅសិចស៊ីនិងប្លែកខុសពីមុនរហូតដល់ថ្នាក់គូមីងបង្អាប់ថាមើលទៅក៏ផ្សាកែវភ្នែកនាងថែមទាំងទ្រាំឈឺដើម្បីសម្រស់និងដើម្បីឲ្យត្រូវចិត្តមនុស្សដែលនាងស្រឡាញ់ដោយចាត់ទុកថាវាជារសជាតិល្វីងជូរចត់នៃស្នេហាមិត្តភក្តិដែលជាជម្រើសដំបូងជានិច្ចក្នុងខណៈពេលដែលស៊ូធានដេញតាមឈិនខែជីនាងមើលរំលងវត្តមានរបស់គូមីងដែលជាមនុស្សម្នាក់តែងតែចាត់ទុកនាងជាជម្រើសដ៏ល្អបំផុតដោយមិនបាច់គិតគ្រប់ពេលដែលនាងជួបការលំបាកឬភាពអៀនខ្មាសដូចជាឈុតដែលនាងត្រូវឡើងរំម្នាក់ឯងលើឆាកទោះបីជាគូមីងនិយាយថាគ្មានផ្លូវជួយក៏ដោយក៏ចុងក្រោយគូមីងនៅតែស្ទុះចេញមកជួយការពារមុខមាត់នាងជានិច្ចគូមីងសុខចិត្តដើរតួជាឈិនខែជីដើម្បីឲ្យនាងហាត់សំសារភាពស្នេហ៍ទោះបីជាបេះដូងខ្លួនឯងកំពុងឈឺចាប់ក៏ដោយគឺមិនឈឺចាប់តែបែរជាខឹងចំណុចរបត់ដ៏សំខាន់គឺនៅពេលដែលស៊ូធានបានឃើញឈិនខែជីថាបក្មេងស្រីផ្សេងក្នុងល្បែងបង្វិលដប់អ្វីដែលធ្វើឲ្យនាងភ្ញាក់ផ្អើលបំផុតនោះគឺនាងបែរជាមានអារម្មណ៍ថាដូចមិនសូវឈឺចាប់ទៅវិញផ្ទុយទៅវិញនៅពេលដែលនាងសាកល្បងសួរគូមីងថាគេលួចស្រឡាញ់នាងមែនទេហើយត្រូវគូមីងបដិសេធទាំងលេងសើចព្រោះខ្លាចបាត់បង់មិត្តភាពនាងបែរជាមានអារម្មណ៍ខឹងនិងមួម៉ៅក្នុងចិត្តចម្លែកនាងចាប់ផ្ដើមដឹងខ្លួនថាស្នេហាដែលនាងមានចំពោះឈិនខែជីប្រហែលជាគ្រាន់តែជាការភ័ន្តច្រឡំពេលដែលគូផ្ទះឈប់នៅរង់ចាំភាពខ្លោចផ្សាបានមកដល់នៅពេលដែលគូមីងសម្រេចចិត្តទៅធ្វើជាសិស្សផ្លាស់ប្ដូរនៅទីក្រុងឆ្ងាយមុនពេលចាក់ចេញគេនៅតែទុកសៀវភៅកត់ត្រាមេរៀនដែលគេខំរៀបចំឲ្យនាងយ៉ាងយកចិត្តទុកដាក់ឈុតឆាកបែកគ្នាគឺនៅពេលដែលស៊ូធានណាត់ជួបគូមីងដូចរាល់ដងដើម្បីរំសាយទុកតែលើកនេះគូមីងបានបដិសេធនាងជាលើកដំបូងព្រោះគេត្រូវរៀបចំឯកសារចាក់ចេញការដឹងខ្លួនដែលយឺតពេលវិនាទីដែលគូមីងបិទទូរស័ព្ទស៊ូធានស្រាប់តែមានអារម្មណ៍ថាcôត្រូវពិភពលោកបោះបង់ចោលនាងចាប់ផ្ដើមនឹកស្រណោះពេលវេលាដែលធ្លាប់ញ៉ាំនំខេកជាមួយគ្នានឹកពាក្យសម្ដីឌឺដងនិងវត្តមានដែលធ្លាប់តែមានជានិច្ចនាងបានដឹងច្បាស់ថាតាមពិតគូមីងគឺជាគូមីងចំណែកអ្នកអតីតគឺគ្រាន់តែជាអ្នកអតីតតែប៉ុណ្ណោះមនុស្សដែលនាងស្រឡាញ់ពិតប្រាកដមិនមែនជាផ្កាយដែលនៅឆ្ងាយដូចឈិនខែជីទេតែគឺជាមនុស្សដែលនៅក្បែរនាងគ្រប់វិនាទីតែនាងបែរជាមើលរំលង